យុទ្ធសាស្ត្រទីផ្សារស្រូវអង្កររបស់ប្រទេសកូរ៉េធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលជាប្រទេសមួយដែលគ្របដណ្ដប់ទៅដោយភ្នំស្ទើរតែជាង 70% ដែលមិនអាចធ្វើកសិកម្មបានប៉ុន្តែប្រទេសមួយនេះបានការពារទីផ្សារស្រូវអង្ករឲ្យប្រជាជនរបស់ខ្លួនមិនឲ្យប្រទេសផ្សេងៗដែលអាចផលិតស្រូវអង្ករបានច្រើនមកវាយលុកទីផ្សាររបស់ខ្លួនបានតើយុទ្ធសាស្ត្រទាំងអស់នោះមានអ្វីខ្លះសូមតាមដានវីដេអូនេះទាំងអស់គ្នាដោយសារដីមានដែនកំណត់ប្រជាជនមានចំនួនច្រើនយុទ្ធសាស្ត្រទី1ដែលកូរ៉េធ្វើគឺការផលិតស្រូវឲ្យមានទិន្នផលខ្ពស់តាមដែលអាចធ្វើបានកូរ៉េបានជ្រើសរើសដីទំនាបនិងវាលល្បាប់ដើម្បីដាំស្រូវដែលមានជីជាតិហើយនៅតំបន់គីមជេនិងណាជូគឺជាតំបន់ដែលត្រូវបានដាំស្រូវច្រើនជាងគេស្ទើរតែគ្រប់ម៉ែត្រកូរ៉េទៅហើយគូផ្សំជាមួយនឹងកត្តាដីដែលមានជីជាតិកូរ៉េគឺប្រើប្រាស់ទំនើបកម្មក្នុងវិស័យកសិកម្មមិនថាអ្នកស្រាវជ្រាវវិទ្យាសាស្ត្រវ័យក្មេងផលិតឬក៏បង្កើតពូជស្រូវដែលមានភាពធន់ជាមួយនឹងសត្វល្អិតអាកាសធាតុផលិតបានគ្រាប់ស្រូវច្រើនជាមួយនឹងប្រព័ន្ធធារាសាស្ត្រមានប្រសិទ្ធភាពហើយមានគ្រឿងចក្រសម្បូរបែបកត្តាធម្មពលមានតម្លៃថោកដូច្នេះហើយប្រជាជនជាង60លាននាក់គឺមិនមានបញ្ហាជាមួយនឹងការផ្គត់ផ្គង់ស្រូវអង្ករនោះទេចំណុចមួយទៀតគឺពិតជាគួរឲ្យចាប់អារម្មណ៍ហើយយើងគួរតែរៀនសូត្រតាមបងប្អូនគឺប្រជាជនកូរ៉េបន្ថយការបរិភោគបាយបើស្ដាប់មិនច្រឡំទេគឺគាត់មិនមែនបង្អត់បាយខ្លួនឯងទេគឺគាត់កាត់បន្ថយដោយបដូររបៀបហូបនិងរបបអាហារផ្អែកតាមស្ថិតិរបស់រដ្ឋកូរ៉េ Coal State ឬក៏ Thonghaechong កាលពីឆ្នាំ1980ជាមធ្យមប្រជាជនកូរ៉េម្នាក់គឺគាត់បរិភោគអង្ករអស់110គីឡូក្នុងមួយឆ្នាំប៉ុន្តែបច្ចុប្បន្នប្រជាជនកូរ៉េម្នាក់គឺត្រូវការអង្ករត្រឹមតែ55គីឡូទៅ57គីឡូទេក្នុងមួយឆ្នាំបងប្អូនទាំងអស់គ្នាតើមានមូលហេតុអ្វីនៅពីក្រោយការប្រែប្រួលទម្លាប់ហូបរបស់ប្រជាជនកូរ៉េការពិតណាស់ប្រទេសណាក៏ធ្លាប់ឆ្លងកាត់សង្គ្រាមឬក៏ភាពក្រីក្រដែរដែលអំឡុងពេលនោះគឺតម្រូវឲ្យពួកគាត់ត្រូវហូបម្ហូបផ្អាប់ដូចជាគីមឈីម្ហូបប្រៃផ្អែមជាដើមដែលម្ហូបដិតទាំងអស់នោះគឺអាចបរិភោគជាមួយនឹងសមាជិកគ្រួសារច្រើនប៉ុន្តែទាមទារឲ្យមានស្រូវអង្ករគឺដាំបាយឲ្យបានច្រើនដើម្បីហូបជាមួយម្ហូបតិចប៉ុន្តែបាយច្រើនប៉ុន្តែពេលបច្ចុប្បន្នដោយសារតែពួកគាត់ទម្លាប់បែបសុខភាពផងចំណេញផងគឺគាត់ធ្វើជា side dish ឬក៏ម្ហូបបន្ទាប់អាសន្នមានដូចជាគីមឈីដែលមានប្រវត្តិពីមុនមកហ្នឹងប៉ុន្តែគាត់បំលែងទៅជាប្រភេទផាន់ឆាន់ប្រភេទម្ហូបបន្ទាប់អាសន្នជាច្រើនមុខទៀតដែលមានតៅហ៊ូតសក់សណ្តែកកដោះគីមឈីដែលចានទូចពេញតុទាំងអស់នោះហើយដែលជាអាហារបន្ទាប់បន្សំឲ្យសុខភាពប្រចាំថ្ងៃរបស់គាត់កាន់តែប្រសើរហើយការប្រើប្រាស់ស្រូវអង្ករក៏ថយចុះតាមនោះដែរហើយការបរិភោគបាយច្រើនពេកគឺអត់ល្អដល់សុខភាពក្នុងរយៈពេលវែងទេបងប្អូនដោយសារតែការបរិភោគបាយច្រើនគឺការបំបែកជាតិស្ករនៅក្នុងប្រព័ន្ធរំលាយអាហារយើងគឺមានការបំបែកលឿនខ្លាំងដូចធ្វើឲ្យមានបញ្ហាសុខភាពនៅពេលយូរឆ្នាំបន្ទាប់ទៀតដូចជាទឹកនោមផ្អែមជាដើមដូច្នេះហើយបងប្អូនខ្មែរយើងបើកលេចពីការបរិភោគរបស់គាត់ជាមធ្យមគឺគាត់ប្រើប្រាស់អង្ករពី150ទៅ170គីឡូក្រាមក្នុងមួយឆ្នាំបើសិនជាបងប្អូនអាចកាត់បន្ថយបានយើងគួរតែកាត់ម្ដងបន្តិចជាទម្លាប់ឲ្យកូនចៅយើងទម្លាប់ដូចគេដែរហើយបំបែមកជាការហូបបន្លែផ្លែឈើត្រីសាច់មកហូបចលទឹកជាច្រើនជាងការបរិភោគបាយហើយមានតែមកហូបប្រៃផ្អាប់ផ្អែមតែបន្តិចមួយអញ្ចឹងគឺថ្ងៃក្រោយទៅគឺអត់ល្អដល់សុខភាពទេហើយការទម្លាប់បរិភោគប្រៃខ្លាំងដិតផ្អែមគឺជាទម្លាប់មួយដែលបន្សល់ទុកតាំងពីមុនមកដូច្នេះបើសិនជាបងប្អូននៅតែបន្តធ្វើរបៀបដដែលកូនចៅជំនាន់ក្រោយគឺគាត់នៅតែបន្តរូបមន្តហូបដូចគ្នាគឺសុខភាពរយៈពេលវែងគឺមានផលប៉ះពាល់ច្រើនមែនទែនបាទសូមបង្វែរអារម្មណ៍បងប្អូនត្រឡប់មកវិញយើងនិយាយអំពីយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលកូរ៉េម្ដងពីការការពារជំរុកស្រូវរបស់ប្រជាជនខ្លួនបើសិនជារដ្ឋាភិបាលកូរ៉េបណ្ដោយឲ្យមានទីផ្សារសេរីនាំអង្ករចូលតាមចិត្តនោះកសិករកូរ៉េនឹងដួលបាសជើងតែម្ដងដោយសារតែទីផ្សារស្រូវពីវៀតណាមថៃអាមេរិកគឺមានតម្លៃថោកខ្លាំងដូច្នេះគេនឹងនាំចូលមកហើយប្រជាជនកូរ៉េកសិករកូរ៉េនឹងដួលតែម្ដងរដ្ឋាភិបាលកូរ៉េគឺបង្កើតបានជាប្រព័ន្ធការពារមួយគឺការយកពន្ធរនាំងពន្ធនេះគឺដាក់ពន្ធរហូតដល់513%សម្រាប់អ្នកណាដែលចង់យកអង្ករចូលប្រទេសកូរ៉េដូច្នេះហើយបើសិនជាឈ្មោះណាចង់យកគឺมันអាចចំណេញតតែសោះតែម្ដងដោយសារតែពន្ធគឺថ្លៃកប់ពពកប៉ុន្តែដោយសារតែកូរ៉េគឺជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោកដែរដូច្នេះកូរ៉េមិនអាចបិទព្រំដែន 100% មិនឲ្យគេយកអង្ករចូលសោះតែម្ដងនោះទេដោយខ្លួនជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោកគឺត្រូវបើកព្រំដែនឲ្យគេនាំចូលអង្ករយកមកលក់វិញដែរប៉ុន្តែមានដែនកំណត់ប្រចាំឆ្នាំគឺមានន័យថាមួយឆ្នាំគេអាចនាំចូលអង្ករមកប្រទេសកូរ៉េវិញដែលមានពន្ធទាបត្រឹម 5% បានត្រឹមតែចំនួន 40,000 តោនទេបងប្អូនក៏ប៉ុន្តែទោះបី 40,000 តោននោះចូលមកដល់ប្រទេសកូរ៉េក៏ដោយក៏មិនអាចទៅប្រកួតផ្ទាល់ជាមួយនឹងជំរុកស្រូវរបស់ទីផ្សារកសិករកូរ៉េដែរគឺកូរ៉េមានយុទ្ធសាស្ត្រទី3មួយទៀតគឺបង្វែរស្រូវអង្ករតែគេនាំចូលនោះមិនឲ្យមកប៉ះពាល់ជាមួយនឹងទីផ្សារប្រកួតប្រជែងជាមួយនឹងកសិករកូរ៉េទេគឺលក្ខខណ្ឌរបស់រដ្ឋកូរ៉េគឺបង្វែរអង្ករនាំចូលនោះឲ្យមកទៅជាទីផ្សារសម្រាប់រោងចក្រផលិតនំស្រួយរោងចក្រផលិតស្រាបៀររោងចក្រផលិតចំណីសត្វទៅវិញដូច្នេះហើយគឺគ្មានផលប៉ះពាល់អ្វីទាល់តែសោះពីអង្ករយកចេញពីក្រៅប្រទេសចំណុចសំខាន់បន្ទាប់
ហេតុអ្វីបានជាទីផ្សារស្រូវអង្កររបស់ប្រទេសកូរ៉េគឺមហាថេរមិនងាយមានតម្លៃឡើងចុះប្រែប្រួលអីតាមមាត់មនុស្សទេទី1គឺដោយសារតែអំណាចនៃការប្រមូលផ្ដុំរបស់កសិករគេហៅថាសមាគមកសិករនងហៀបដែលជាបេះដូងនៃកសិកម្មកូរ៉េហើយគឺប្រជាជនឬក៏កសិករជាង 50% គឺជាសមាជិកនៃសមាគមមួយនេះគ្រប់ខេត្តក្រុងគឺមានស្ថាប័នដើម្បីប្រមូលទិញស្រូវអង្ករកែច្នៃហើយដឹកយកទៅលក់តែម្ដងដោយឈ្មោះនីមួយៗអត់មានសិទ្ធិទៅកញិតកសិករដោយឯកជនមួយនោះទេគឺគេមានជាចងក្រងសហគមន៍ដូច្នេះហើយតម្លៃទីផ្សារគឺមិនត្រូវបានគេឆ្លៀតឱកាសទេសម្រាប់ប្រទេសមួយចំនួនបើសិនជាខែឆ្នាំខ្លះដាំស្រូវចំគ្រោះទុរភិក្សឬក៏គ្រោះធម្មជាតិស្រូវអង្ករនឹងឡើងថ្លៃតែបើសិនជាឆ្នាំខ្លះប្រជាកសិករគាត់ផលិតស្រូវបានច្រើនស្រូវចុះថោកដោយសម្រាមនេះហើយគឺការធ្វើដែលគ្មានយុទ្ធសាស្ត្រចំណុចទី3គឺការអន្តរាគមន៍ពីរដ្ឋាភិបាលមិនមែនប្រទេសកូរ៉េអត់ចេះជួបគ្រោះទុរភិក្សឬគ្រោះរាំងស្ងួតសោះនោះទេគឺតែងតែមានជួបម្ដងម្កាលដែរប៉ុន្តែនៅពេលដែលប្រជាជនកូរ៉េផលិតស្រូវលើសគឺរដ្ឋាភិបាលបញ្ចេញលុយមកទិញស្រូវទុកប៉ុន្តែបើសិនជាមានគ្រោះទុរភិក្សឬក៏មានផលប៉ះពាល់ណាដល់ការផលិតស្រូវអង្ករគឺរដ្ឋាភិបាលគឺទៅគ្រប់គ្រងឈ្មួញណាដែលឆ្លៀតឱកាសធ្វើយ៉ាងណាដើម្បីឲ្យមានស្ថិរភាពនៅក្នុងទីផ្សារនិងការពារផលប្រយោជន៍ដល់កសិកររបស់ខ្លួនអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាវីដេអូនិងការជួយ share វីដេអូអរគុណ